អ្នកទាំងអស់គ្នាដឹងអត់នៅពេលដែល Marilyn ហើយនិងម្ចាស់ស្ត្រី Elizabeth ទី2ជួបគ្នាជាលើកដំបូងគឺពួកគេមានអាយុដំណាលគ្នាគឺមានអាយុ30ឆ្នាំគឺនៅក្នុងឆ្នាំ1956ហើយ Marilyn បានទៅក្នុងប្រទេសអង់គ្លេសអស់រយៈពេលជាច្រើនខែដើម្បីថតរឿងមួយដែលមានចំណងជើងថា The Princess and the Showgirl ហើយនាងបានចំណាយពេលអស់ច្រើនខែខ្លាំងមែនទែនដើម្បីថតរឿងមួយនេះហើយវាគឺជាពេលដ៏ល្អមួយដែលធ្វើឲ្យនាងមានអារម្មណ៍រំភើបខ្លាំងមែនទែនព្រោះនាងបានចូលទៅក្នុងសង្គមរាជវង្សហើយនាងក៏បានត្រៀមខ្លួនយ៉ាងធំចំពោះវិធីនៅក្នុងរាជវង្សមួយអ្នកនរគ្នាដឹងស្រាប់ហើយនៅក្នុងកម្មវិធីរាជវង្សអញ្ចឹងគេតែងតែតម្រូវឲ្យយើងស្លៀកពាក់តាមស្តង់ដារអីចឹងទៅក៏ប៉ុន្តែ Marilyn អត់បានគោរពនៅកលការមួយនេះទេគឺនាងបានស្លៀកពាក់តាមតែទំនឹងជើងរបស់នាងទោះបីជាអង្គរៈព្យាយាមប្រាប់យ៉ាងណាក៏ដោយជាចុងក្រោយនៅពេលដែលម្ចាស់ស្ត្រី Elizabeth ទ្រង់ឃើញហើយទ្រង់យាងមកចិត្តនៅពេលនោះ Marilyn បានអោនក្បាលហើយចាត់ផ្លែជាមួយនឹងម្ចាស់ស្ត្រី Elizabeth ហើយមកទៅមុខរបស់ Marilyn ណាគឺភ័យខ្លាំងមែនទែនហើយបន្តមកម្ចាស់ស្ត្រី Elizabeth ក៏បានប្រាប់មិត្តភ័ក្តិរបស់គាត់ថា Marilyn គឺជាមនុស្សស្រីដែល sweet girl ខ្លាំងមែនទែនហើយគាត់ចូលចិត្តក៏ប៉ុន្តែគួរឲ្យសោកស្ដាយនៅពេលដែល Marilyn ឃើញគាត់គឺ Marilyn ភ័យខ្លាំងមែនទែនរហូតដល់ lipstick របស់នាងនឹងឡើងស្ងួតពីមាត់ហ្មងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយម្ចាស់ស្ត្រី Elizabeth នៅតែចាប់អារម្មណ៍ជាមួយនឹង Marilyn ដែលធ្វើឲ្យម្ចាស់ស្ត្រី Elizabeth មើលរឿងរបស់ Marilyn ចប់គ្រប់ភាគតែម្ដង